ចាជំរាបសួរឥឡូវយើងមកមើលរបៀបដោះស្រាយលំហាត់លេខ16វិញម្ដងចាអញ្ចឹងនៅក្នុងប្រធានបទនេះរៀងប្លែកបន្តិចចាអញ្ចឹងយើងធ្វើម៉េចយើងអានប្រធានបទឲ្យយល់ស្រង់បំរាប់ឲ្យត្រូវសិនទើបយើងអាចធ្វើលំហាត់នឹងបានណាចាតោះអញ្ចឹងយើងមើលគេថាក្នុងកោសិការុក្ខជាតិមួយដើមគេសង្កេតឃើញកោសិកា A មួយស្ថិតនៅនឹងស្លឹករុក្ខជាតិធ្វើមីតូ3ដងអញ្ចឹងមានថាកោសិកា A ដែលស្ថិតនៅក្នុងស្លឹកនោះគឺធ្វើមីតូ3ដងនិងកោសិកា B ដែលស្ថិតនៅនឹងដើមធ្វើមីតូ4ដងអញ្ចឹងយើងដឹងកោសិកាពីរប្រភេទគឺកោសិកា A និងកោសិកាចាអញ្ចឹងអីដែលយើងដឹងគឺកោសិកា A និងកោសិកា B ដែលវាធ្វើមីតូផ្សេងគ្នាហើយនៅទីតាំងខុសគ្នាដែរអញ្ចឹងយើងអានប្រធានលំហាត់តអញ្ចឹងគេថាចំនួនក្រូម៉ូសូមនៅក្នុងកោសិកាកូនដែលកើតចេញពីកោសិកា A តិចជាងចំនួនក្រូម៉ូសូមក្នុងកោសិកាកូនដែលកើតចេញពីកោសិកា B ចំនួន160អញ្ចឹងកន្លែងនេះគន្លឹះនេះគឺតែតែបន្តិចទេចាអញ្ចឹងមានថាចំនួនក្រូម៉ូសូមរបស់ចំនួនក្រូម៉ូសូមកូនរបស់ A មានតិចជាងចំនួនក្រូម៉ូសូមកូនរបស់ B ចាចឹងបំរាប់យើងគឺមានប៉ុណ្ណឹងយើងមើលសំណួរគេឲ្យយើងកណនាចំនួនក្រូម៉ូសូម diploid ឬក៏កណនា diploid នៃក្រូម៉ូសូមចាដូចគ្នាណាចាហើយសំណួរខគេឲ្យយើងរកវាជាប្រភេទរុក្ខជាតិអ្វីចាតោះអញ្ចឹងនៅពេលដែលយើងដឹងក្រូម៉ូសូម diploid វាបានហើយអញ្ចឹងយើងអាចដឹងវាជាប្រភេទរុក្ខជាតិអីហ្នឹងណាចាតោះទៅរកទាំងអស់គ្នាចឹងយើងដាក់សំណួរពីសិនមកក៏កណនាចំនួនក្រូម៉ូសូម diploid ចាតោះមកយើងស្រង់បំរាប់គេប្រាប់អីខ្លះយើងស្រង់ទាំងអស់ចឹងយើងដាក់មកចឹងរុក្ខជាតិមួយដើមកោសិកា A ស្ថិតនៅក្នុងស្លឹកធ្វើមីតូ3ដងហើយកោសិកា B ស្ថិតនៅក្នុងដើមធ្វើមីតូ4ដងមួយទៀតនោះគឺចំនួនក្រូម៉ូសូមរបស់ A តិចជាងចំនួនក្រូម៉ូសូមរបស់ B ស្មើ160ឬក៏កន្លែងនេះអ្នកគ្រូអាចទៅសេបានមួយរបៀបទៀតគឺចំនួនក្រូម៉ូសូមរបស់កោសិកា B ដកចំនួនក្រូម៉ូសូមរបស់កោសិកា A ស្មើនឹង160អញ្ចឹងកន្លែងនេះក្រូម៉ូសូម A តិចជាងក្រូម៉ូសូម B មែនទេអញ្ចឹងកន្លែងហ្នឹងយើងយកអាច្រើនដកអាតិចអញ្ចឹងអានកន្លែងហ្នឹងទៅយើងមើលមួយណាច្រើនជាងមួយណាអញ្ចឹងប្រកាសជា B ច្រើនជាងហ្នឹងមែនទេដោយសារគេប្រើពាក្យ A តិចជាង B ក្រូម៉ូសូម B អញ្ចឹងយើងយកក្រូម៉ូសូមរបស់ B ដកជាមួយនឹងក្រូម៉ូសូមរបស់ A ស្មើនឹងតម្លៃលេខដែលគេឲ្យអញ្ចឹងចាអញ្ចឹងពីនេះយើងអាចទៅសរសេរបានមួយយកខាងលើក៏បានយកខាងក្រោមក៏បានប៉ុន្តែនៅពេលដែលយើងចំនួនតម្លៃលេខនោះគឺយើងយកខាងក្រោមហើយចាអញ្ចឹងយើងធ្វើបែបព្យាយាមអានប្រធានលំហាត់ឲ្យយល់ហើយស្រង់បំរាប់ឲ្យត្រូវអញ្ចឹងយើងនឹងងាយកណនាវាចាតោះអញ្ចឹងបន្ទាប់ពីយើងស្រង់បំរាប់ហើយយើងទៅវិចារឬប្រមូលដែលតកតងទៅនឹងសំណួរដែលគេឲ្យយើងចឹងគឺរកចំនួនក្រូម៉ូសូម diploid ចាអញ្ចឹងយើងវិចារមកហើយដាក់ទៅប្រមូលវាសិនហើយកន្លែងនេះយើងអត់ទាន់ទាញរកក្រូម៉ូសូម diploid ទេហេតុអីដោយសារប្រធានយើងឲ្យមកវាមានកោសិកាដល់ទៅ2ប្រភេទកោសិកា A និងកោសិកា B ហើយមួយទៀតនោះគឺគេបំរាប់ដែលគេប្រាប់យើងគឺក្រូម៉ូសូមរបស់ B ដកក្រូម៉ូសូមរបស់ A ទៀតអញ្ចឹងគឺយើងរកទៅតាមប្រធានបទយើងហើយកន្លែងនេះបើសិនជាគេប្រាប់ក្រូម៉ូសូមស្រុក
អាហ្នឹងគឺយើងហៅតាមផ្សេងវិញចាតោះកន្លែងនេះយើងអត់ទាញវាហើយគឺយើងដាក់រូបមន្តមួយទៀតគឺចំនួនក្រូម៉ូសូមសរុបរបស់កោសិកា A និងក្រូម៉ូសូមសរុបរបស់កោសិកា B ចាចឹងកន្លែងនេះហេតុអីបានយើងត្រូវធ្វើអញ្ចឹងដោយសារយើងមើលទៅលើប្រធានលំហាត់ទៅនេះប្រធានលំហាត់គឺមានចំនួនក្រូម៉ូសូមរបស់ B ដកក្រូម៉ូសូមរបស់ A អញ្ចឹងយើងធ្វើមិនរកចំនួនក្រូម៉ូសូមរបស់ B ក្រូម៉ូសូមរបស់ A ឲ្យឃើញដើម្បីយើងមកចំនួនយើងទាញរកពី N កន្លែងនេះហេតុអីយើងទាញរកពី N អញ្ចឹងអីដែលយើងចង់បានយើងទុកឲ្យវានៅជាប់ជាអញ្ញត្តិទាំងក្រូម៉ូសូមរបស់ A និងក្រូម៉ូសូមរបស់ B ហើយដែលយើងចង់បានគឺពី N នឹងឯងអញ្ចឹងយើងទាញឲ្យចប់អញ្ញត្តិពី N នឹងមកហើយអីដែលយើងអាចរកបានគឺកោសិកាកូន A និងកោសិកាកូន B ចាពីនេះយើងអាចរកឃើញដោយសារយើងដឹងចំនួនដងនៃមីតរបស់វាចាជានៅពេលយើងហៅចំនួនកោសិកាកូនវាឃើញយើងយកចំនួនក្នុងនោះមកហើយយើងកន្លែងនេះគឺយើងអត់ទាញទេយើងទុកឲ្យវាចប់អញ្ញត្តិពី N នឹងឯងហើយកន្លែងក្រូម៉ូសូមក៏នៅក្នុងកោសិកា A និងក្រូម៉ូសូមក្នុងកោសិកា B នៅពេលដែលយើងហៅឃើញកោសិកា A និង B ឃើញហើយយើងយកមកចំនួនឲ្យចប់អញ្ញត្តិពី N ហើយយើងយកវាមកចំនួនក្នុងតម្រាប់យើងនេះវិញហើយយើងអាចទាញរកពី N បានហើយតោះហ្នឹងណាតោះយើងទៅធ្វើរូបភាពទាំងអស់គ្នាចាអញ្ចឹងពេលដែលយើងវិចារប៉ុណ្្នឹងហើយយើងវិចារទៅរកកោសិកាកូនរបស់ A និង B ចានេះចេញពេលដែលយើងវិចារបែបនេះយើងវិចារយើងប្រាប់គេសិនថាដល់កោសិកា A នឹងធ្វើមីតប៉ុន្មានដងហើយបានយើងជាមួយលេខយើងទាញរកកោសិកាកូនរបស់កោសិកា A នឹងចំពោះ B ក៏ដូចគ្នាដែរប្រាប់គេសិនថាកោសិកា B នឹងធ្វើមីតប៉ុន្មានដងហើយបានយើងចំនួនមករកឃើញកោសិកាកូនរបស់ B នឹងចាអញ្ចឹងកន្លែងនេះគឺយើងឃើញកោសិកាកូន A និងកោសិកាកូន B ហើយអញ្ចឹងយើងយកវាទៅចំនួននៅក្នុងរូបមន្តក្រូម៉ូសូមដែលយើងទាញខាងលើមិននឹងមកចាអញ្ចឹងដល់ក្រូម៉ូសូមកោសិកា A ស្មើនឹងក្រូម៉ូសូម A ផ្លុកយឹតក៏នឹងកោសិកា A អញ្ចឹងឃើញកោសិកា A យើងចំនួនចូលចាទុកឲ្យវាចប់អញ្ញត្តិវាឯងនេះឃើញគឺទុកឲ្យចប់អញ្ញត្តិគឺអត់ទាញរកវាទេអញ្ចឹងមានន័យថាក្រូម៉ូសូមសរុបរបស់កោសិកា A ស្មើនឹង8គុណឲ្យ 2n 3វិញម្ដងចាចំពោះ B ក៏ដូចគ្នាដែរយើងចំនួនតម្លៃលេខចូលអញ្ចឹងចំពោះក្រូម៉ូសូមរបស់កោសិកា B គឺស្មើនឹង16គុណនឹង 2n ចាអញ្ចឹងនៅពេលដែលយើងឃើញបែបនេះហើយយើងយកវាចំនួនក្នុងបំរាប់យ៉ាងនេះយើងដាក់តាមបំរាប់មកហើយចំនួនចូលតែម្ដងអញ្ចឹងចំនួនក្រូម៉ូសូមនៅក្នុងកោសិកា B គឺស្មើនឹង16គុណនឹង 2n ចំពោះចំនួនក្រូម៉ូសូមនៅក្នុងកោសិកា A គឺស្មើ8គុណនឹង 2n ហើយស្មើនឹង160ហើយអីដែលយើងចង់បានគឺ 2n នេះណាឃើញ 2n ដូចគ្នាអញ្ចឹងយើងទាញវាជាកតាបានហើយអញ្ចឹងយើងដកតែតម្លៃលេខបានហើយអញ្ចឹង16 18គឺស្មើ8ហើយយើងទាញយក 2n មកចាអញ្ចឹងមានន័យថាក្រូម៉ូសូមដែលយើងរកឃើញនោះគឺស្មើនឹង20ក្រូម៉ូសូមចាអញ្ចឹងយើងដាក់ដូចនេះមកអីដែលយើងចង់បានគឺចំនួនក្រូម៉ូសូម D + X ចាអញ្ចឹងនៅក្នុងលំហាត់លេខ16របស់យើងគឺមានប៉ុណ្ណឹងអរគុណចាឥឡូវយើងមកមើលការរកប្រភេទរុក្ខជាតិវាជាប្រភេទរុក្ខជាតិអីអញ្ចឹងដូចលំហាត់មុនដែរដើម្បីយើងដឹងថាវាជាប្រភេទពេលវេលាវាជាប្រភេទសត្វអីឬរុក្ខជាតិអីនោះគឺយើងត្រូវដឹងចំនួនក្រូម៉ូសូម D + X វាសិនអញ្ចឹងសំណួរខនេះដោយសារយើងដឹងចំនួនក្រូម៉ូសូម D + X នៅក្នុងសំណួរកហើយយើងគ្រាន់តែដាក់ដោយចំនួនក្រូម៉ូសូម D + X វាគឺស្មើនឹង20ក្រូម៉ូសូមហើយវាជាប្រភេទរុក្ខជាតិទៀតអញ្ចឹងយើងទៅរកមើលប្រភេទរុក្ខជាតិណាដែលវាមានក្រូម៉ូសូម D + X ស្មើ20នោះអញ្ចឹងយើងទៅមើលនៅក្នុងតារាងនេះចាអញ្ចឹងយើងទៅមើល 2n នេះស្មើនឹង20វាជាប្រភេទរុក្ខជាតិអី
ចានេះអញ្ចឹងពី n ស្មើ20អញ្ចឹងវាគឺជាប្រភេទរុក្ខជាតិអូចាអញ្ចឹងយើងឃើញនៅក្នុងតារាងនេះហើយអញ្ចឹងយើងប្រាប់គេមកអញ្ចឹងនោះវាជាប្រភេទរុក្ខជាតិបតពេលដែលយើងឃើញហើយយើងកុំភ្លេចដាក់ដឹកនេះគេផងអញ្ចឹងដឹកនេះរុក្ខជាតិនេះជារុក្ខជាតិអូចាអញ្ចឹងនៅក្នុងសំណួរខរបស់យើងគឺមានប៉ុណ្ណឹងអរគុណ